បើសិនជាក្នុងករណីដែលប្តីប្តឹងលែងហើយប្រពន្ធមិនព្រមលែងតើតុលាការមានសិទ្ធិកាត់ឲ្យលែងដែរទេបាទច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារគេបានកំណត់ថាអាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដែលមានភាគីពីរគឺបុរសជាប្តីនិងស្ត្រីជាប្រពន្ធអញ្ចឹងគឺជាកិច្ចសន្យាមើលទៅបើធ្វើទៅបាត់ជាលក្ខណៈពិសេសបន្តិចមែនក៏ប៉ុន្តែនៅតែជាកិច្ចសន្យាដូច្នេះតុលាការមិនអាចលូកដៃចូលមករំលាយកិច្ចសន្យានឹងបានទេប្រសិនបើមិនមានការស្ម័គ្រចិត្តទាំងសងខាងគឺទាំងខាងប្តីនិងខាងប្រពន្ធប្រសិនបើមានភាគីតែមួយខាងចង់លែងហើយភាគីមួយទៀតមិនព្រមលែងតុលាការអាចកាត់ឲ្យលែងបានលុះត្រាតែភាគីដែលប្តឹងសុំលែងនឹងបង្ហាញអំពីមូលហេតុច្បាស់លាស់ហើយមូលហេតុនេះគឺមានចែងនៅក្នុងច្បាប់ស្តីអំពីអាពាហ៍ពិពាហ៍និងគ្រួសារត្រង់មាត្រា39គឺទី1គឺមានការចោះចោលលំនៅសង្វាស់ដែលអត់មានមូលហេតុត្រឹមត្រូវនឹងចោះចោលផ្ទះសម្បែងប្រពន្ធកូនហើយអត់មានផ្គត់ផ្គង់ស្បៀងអាហារនិងទំនុកបំរុងកូនទេទី2គឺមានការវិដំខុសខើធ្វើទុកបុកម្នេញប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ន្ធឬចំពោះបុព្វញាតិរបស់សហព័ន្ធនោះត្រង់កន្លែងនេះសហព័ន្ធនេះគឺជាភាសាច្បាប់ដែលសំដៅទៅលើប្តីឬក៏ប្រពន្ធហើយបុព្វញាតិគឺសំដៅលើញាតិដែលនៅខ្សែខាងលើដូចជាឪពុកម្ដាយឬក៏ជីដូនជីតាជាដើមមូលហេតុទី3គឺមានចរិយាផ្ទុយពីសិលធម៌ឬក៏ប្រព្រឹត្តអំពើអនាចារដូចជាករណីទៅរំលោភគេឬក៏លបទៅមានសហាយស្មន់ជាដើមករណីទី4គឺខ្វះសមត្ថភាពខាងផ្លូវភេទមានន័យថាគាត់មិនអាចរួមភេទបានហើយករណីទី5ករណីចុងក្រោយគឺក្នុងករណីដែលភាគីទាំងពីរបែកគ្នាអស់រយៈពេលលើសពី1ឆ្នាំអញ្ចឹងបើសិនជាដូចសំណួរខាងលើដែលប្តីជាអ្នកចោះចោលប្រពន្ធកូនអត់គិតគូរពីជីវភាពគ្រួសារយើងឃើញថាវាអាចចូលនៅក្នុងមូលហេតុទី1ក៏ពិតមែនក៏ប៉ុន្តែតុលាការមិនអាចសម្រេចឲ្យលែងបានទេពីព្រោះថាភាគីខាងប្តីដែលជាអ្នកប្តឹងលែងហើយភាគីខាងប្តីខ្លួនឯងដែលជាអ្នកដើមម្ដងហ្នឹងគឺជាអ្នកមានកំហុសខ្លួនឯងអញ្ចឹងតុលាការអាចសម្រេចឲ្យលែងបានតតែក្នុងករណីបញ្ច្រាស់មកវិញមានន័យថាគឺភាគីអ្នកប្តឹងហ្នឹងអត់ខុសទេដើមម្ដងគឺភាគីចុងចម្លើយជាអ្នកខុសករណីហ្នឹងទើបតុលាការសម្រេចឲ្យលែងបានក៏ប៉ុន្តែបើសិនជាករណីប្តីដែលចោះចោលផ្ទះហ្នឹងចោះទៅបាត់លើសពី1ឆ្នាំមិនដែលមកវិញសោះមិនដែលមករួមរស់ជាមួយប្រពន្ធវិញសោះលើសពី1ឆ្នាំគឺវាអាចចូលនៅក្នុងមូលហេតុទី5ក្នុងមាត្រា39ដែលខ្ញុំលើកឡើងខាងលើហ្នឹងគឺមានន័យថាករណីដែលភាគីទាំងពីរបែកគ្នាអស់រយៈពេល1ឆ្នាំដែលនឹងអាចជាមូលហេតុមួយឲ្យតុលាការហ្នឹងឲ្យចៅក្រមហ្នឹងអាចយកមកពិចារណាដើម្បីធ្វើការសម្រេចរឿងលែងយ៉ាងហ្នឹងបានហើយសូមបញ្ជាក់ថាបើទោះជាក្នុងករណីមានការប្រងព្រៀងពីភាគីក្នុងការលែងលះក៏ដោយក្នុងករណីមានមូលហេតុគ្រប់គ្រាន់ដូចជាមានចែងនៅក្នុងច្បាប់ក៏ដោយចៅក្រមមិនអាចចេះតែសម្រេចឲ្យលែងស្រួលបាននោះដែរច្បាប់ស្ដីអំពីអាពាហ៍ពិពាហ៍និងគ្រួសារហ្នឹងបានកំណត់ច្បាស់លាស់ណាស់អំពីនីតិវិធីមុននឹងឈានទៅជំនុំជម្រះសម្រាប់សេចក្តីឲ្យលែងលះគឺថាតុលាការចាំបាច់ត្រូវតែធ្វើការផ្សះផ្សាប្តីប្រពន្ធនឹងជាមុនសិនបើផ្សះផ្សាលើកទី1មិនបានសម្រេចត្រូវផ្សះផ្សាលើកទី2ទៀតហើយបើផ្សះផ្សាទាំងពីរលើកហ្នឹងនៅតែមិនបានសម្រេចទៀតទើបចៅក្រមអាចឈានទៅជំនុំជម្រះសម្រាប់ការលែងលះនឹងបាន